រឿងហោនិងតាចាស់ដូនចាស់កាលពីព្រេងនាយមានហោម្នាក់ជាអ្នកទាយគុនគូមើលឆុតណាស់ហោនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់មានកាលថ្ងៃមួយតាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ពេលនោះគាត់រត់បានត្រីរស់មួយហើយនឹងបានទន្សាយលង់ទឹកមួយដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនិងអង្រុតទុកនៅកណ្ដាលច្បារបន្លែខាងមុខផ្ទះរបស់គាត់ត្រីរស់គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ក្បែរកន្លែងទុកទន្សាយដល់ព្រឹកឡើងតាចាស់យាយចាស់គិតគ្នាថាយើងទៅរកហោទាយមើលថាតើព្រឹកនេះយើងបានម្ហូបអ្វីស៊ីបើហោនោះទាយត្រូវណាយើងជឿថាពូកែមែនព្រោះចាប់បានត្រីរស់មួយទន្សាយមួយបំរុងនឹងទុកធ្វើម្ហូបអាហារស៊ីនៅព្រឹកនេះឯងដល់ព្រមព្រៀងគ្នាស្រេចហើយក៏ដើរទៅលុះទៅដល់មុខផ្ទះហោនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថាអ្នកអើយលោកគ្រូនៅទេនឹងម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថាគាត់នៅនេះឯងមានការអីនឹងតាយាយអញ្ជើញចូលមកតាចាស់យាយចាស់ក៏នាំគ្នាចូលទៅបន្តិចហៅដណ្ដឹងសួរមកតាយាយថាអូចុះអញ្ជើញមកនេះមានការអ្វីដែរនឹងលោកតាលោកយាយតាចាស់យាយចាស់ជម្រាបទៅហៅវិញថាខ្ញុំមកទីនេះមានការបន្តិចបន្តួចទេសូមលោកគ្រូមេត្តាករណាចុះហៅសួរថាមានការអ្វីដែរចូលថាមកចុះតាចាស់យាយចាស់ក៏និយាយថាអូលោកគ្រូអើយយើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទាន2-3ថ្ងៃហើយតើព្រឹកនេះយើងនឹងបានអ្វីទទួលទានខ្លះទៅហៅចាប់ក្តារឈ្នួនលើកឡើងវាយលេខមើលឲ្យតាយាយមើលរួចស្រេចក៏ជម្រាបតាយាយថាព្រឹកនេះណាតាយាយឯងនឹងមុខតែលិតប្រហុកក្នុងពាងហើយតាយាយឮហៅថាដូច្នោះក៏នឹកក្នុងចិត្តថាយីហៅនេះគ្មានពូកែអីបន្តិចទេទាយតែផ្ដេសតែផ្ដាស់តែម្ដងហើយយើងកុំជឿអីគិតតែប៉ុណ្ណោះក៏នាំគ្នាលាហៅមកផ្ទះវិញហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះតាលូកចាប់ត្រីយកមកក្រៅត្រីវាបំរះរួចលោតចុះត្រពាំងទៅតាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរត់ត្រីឯទន្សាយនៅក្នុងអង្រុតនោះក៏ផ្អើលរត់បាត់ទៅទៀតយាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃក៏ស្រែកប្រាប់តាថាតាទន្សាយរួចទៅហើយតាប្រាប់ទៅវិញថាយាយអើយត្រីវាក៏បំរះរួចពីដៃទៅហើយដែរយាយក៏បន្ទោសតាថាតែឯងនេះសំតែស៊ីប្រហុកក្នុងពាងដូចគេទាយពីព្រឹកមិញនេះឯងតាឮយាយថាដូច្នោះក៏នឹកឃើញថាគ្រូទាយឆុតមែនដល់ពេលបាយព្រឹកតាចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហៅទាយឲ្យនោះមែនទើបតាចាស់ដូនចាស់នោះជឿថាហៅចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រកបមែនបាទរឿងហៅនិងតាចាស់ដូនចាស់ចប់ត្រឹមតែប៉ុណ្ណេះ